បងប្អូនដែលចង់មកលេងតោនៅរដូវវស្សាខែទឹកឡើងនេះបងប្អូនពិតជាស្រស់ស្អាតខ្លាំងណាស់ទេសភាពដូចជាផ្ទាំងគំនូរដែលគេគូរដល់ស្រស់ស្អាតអញ្ចឹងបងប្អូនទឹកហូរឡើងបែកផ្សែងដូចជាមេឃចុះអាប់បើបានទៅលេងហើយពិតជាមិនខកបំណងនោះទេដូចរូបខ្ញុំជាដើមនេះបានទៅលេងម្ដងហើយចង់ទៅលេងម្ដងទៀតជាដំបូងគឺពួកខ្ញុំបានធ្វើដំណើរចេញពីក្រុងសំរងហើយក៏បានរៀបចំរបស់របរហូបចុកអ្វីដែលយើងចង់បានហើយក៏ធ្វើដំណើរចេញទៅតាមផ្លូវរង្វង់មូលដៃ8បងប្អូនហើយក៏បានឈប់ទិញខោកីឡាព្រោះពួកខ្ញុំទៅគឺចង់លេងទឹកហើយក៏បានធ្វើដំណើរបន្តមកទៀតឃើញតាមផ្លូវឃើញមានភ្នំឃើញមានពពកបែកផ្សែងតាមជើងភ្នំទេសភាពពិតជាស្រស់ស្អាតមែនទែនបងប្អូនហើយតាមដំណើរដែលធ្វើនឹងមកគឺផ្លូវកស៊ូតាំងពីក្រុងសំរងរហូតមកដល់អាតូប៉ុន្តែកន្លែងនេះគឺដោយសារតែគ្រោះក្រហមដោយសារយើងដល់អាតូហើយពួកខ្ញុំមកនេះមិនមែនត្រឹមតែឡានមួយទេគឺមានផាសស្អាប់មកជាមួយដែរដោយសារតែមីងគិតពុលឡានគិតអមហ៊ានជិះឡានហើយក៏ដាក់ផាសស្អាប់មកមួយកាលពីខ្ញុំមកប្រហែលឆ្នាំមុនគឺផ្លូវពិបាកមែនទែនបងប្អូនប៉ុន្តែពេលបច្ចុប្បន្ននេះគឺផ្លូវគេឡើងស្រួលដែលលេងឲ្យសប្បាយខ្លាំងបងប្អូនកុំឲ្យ stress រឿងស្រកទេពេកខ្ញុំក៏ដូចជាបងប្អូនដែរគឺអ្នកនៅជាដែរនៅគ្នាបងប្អូនហើយក៏យល់អារម្មណ៍អ្នកជាដែរនៅពេលនេះដែរប៉ុន្តែនៅពេលនេះគឺចង់កាត់បន្ថយ stress ពេកដើរលេងឲ្យបានសប្បាយខ្លាំងបន្ទាប់ពីរៀបរាប់បរិយាយក្បោះក្បាយមកបងប្អូនឥឡូវយើងចូលមកសាច់វីដេអូយើងទាំងអស់គ្នាពេលនេះគឺពួកខ្ញុំបានមកដល់តោហើយបងប្អូនហើយក៏មានមនុស្សមកជាច្រើនហើយពួកខ្ញុំរកកញ្ចុះមិនបានទេបងប្អូនដោយសារតែមនុស្សមកច្រើនពេញកញ្ចុះអស់ហើយកញ្ចុះគេធ្វើឡើងស្អាតហើយសំឡេងទឹកហូរឡើងខ្លាំងឡើងបែកផ្សេងបែកពពុះដោយបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងបងប្អូនគឺកម្លាំងទឹកខ្លាំងមែនទែនហើយក៏មានអ្នកបងត្រីមានអ្នកលេងទឹកចំណែកឯពួកខ្ញុំគឺមកដល់ភ្លាមក៏នាំគ្នាបង្កាត់ជូងទុកអាំងសាច់ប៉ុន្តែពួកខ្ញុំក៏មានម្ហូបធ្វើមកពីផ្ទះដែរគឺពូក៏បានធ្វើញ៉ាំកំពឹសបងប្អូនហើយនេះក៏មានជ្រក់ជើងមឿនមានសាច់ប្រឡាក់ព្រោះយើងទុកយកមកអាំងនៅកន្លែងដែលយើងមកលេងនេះដើម្បីឲ្យហូបទៅវាក្តៅហើយនិយាយទៅគឺមានមនុស្សច្រើនមកមែនទែនបងប្អូនហើយនេះគឺខ្ញុំអត់មានកន្លែងអង្គុយមានកញ្ចុះអីទេគឺនៅដាក់បើកគូឡានមកហើយក៏អង្គុយលេងក្រាលកាទៀលនេះបងប្អូនជ្រក់ជើងមឿនដែលគាត់ធ្វើផ្ទាល់បងប្អូននេះគាត់អ្នកធ្វើគឺឆាញ់មែនទែនរសជាតិចំណែកឯអ្នកចូលចិត្តថតរូបបងប្អូនគឺមិនខ្វះទេប្លង់ទេសភាពស្អាតដើម្បីយើងផ្ដិតយករូបភាពស្អាតយកទៅផុសឃើញថាការបង្កាត់ភ្លើងពួកយើងគឺពិតជាពិបាកដោយសារតែវាសើបងប្អូនហើយក៏នាំគ្នាជួយបង្កាត់ថែមទៀតចំណែកមីងរបស់ខ្ញុំគឺគាត់ត្រៀមហងត្រៀមអីទៅមកស្អាតព្រោះគាត់ចង់បុកហូបទើបលេឡំសំលេងជាមួយនឹងទឹកហូរចំណែកឯពួកខ្ញុំគឺបាននាំគ្នាមកឈោត្រៀបត្រាអត់កន្លែងអង្គុយតែអីទេឈោក៏សប្បាយដែរសំខាន់ឲ្យតែយើងចេះធ្វើឲ្យសប្បាយប្រទេសរៀងគៀងជើងតែបងប្អូនចំណែកគេក៏មកលេងដែរហើយអ្នកខ្លះអត់កញ្ចុះអង្គុយក៏បើកគូឡានដាក់ឡានអង្គុយដូចគ្នាដែរហើយមានអ្នកបងត្រីមានអ្នករកត្រីទៀតបងប្អូនបន្ទាប់ពីឃើញថាភ្លើងឆេះល្អហើយក៏យើងយកទៅបត់មកលាងឲ្យស្អាតចំណែកអ្នកជិះម៉ូតូក៏ជិះរងរំភើយចំណែកមីងខ្ញុំគឺគាត់បានឈូលហងដើម្បីត្រៀមបុកហើយក៏បុកគ្រឿងឲ្យបងប្អូននោះគឺគាត់ថាចង់បានរសជាតិហឹលឬក៏ចង់បានមកល្មមពួកខ្ញុំថាកំងហឹលអញ្ចឹងបុកហងក៏រួចរាល់ហើយម្នាក់ដាក់មកគឺស្រក់ទឹកភ្នែករៀងខ្លួនហើយបងនេះក៏សើថាអូមីងបុកហងឆ្ងាញ់ណាស់ចង់ឲ្យមីងបើកមូលបលក់បុកហងមួយទៀតចំណែកឯភ្លើងកាត់ហើយនេះគឺសាច់ប្រឡាក់ដែលយើងយកមកពីផ្ទះបងប្អូនមានស្លាបមិនមានជើងមិនមានសាច់បងប្អូនគឺសាច់គោបងប្អូនរីឯទេសភាពបងប្អូនមើលចោះបានមិនបាច់បរិយាយទេគឺមើលស្រស់ស្អាតស្រស់ស្រាយខ្លាំងមែនទែនបងប្អូននេះដូចបងប្អូនបានឃើញផ្ទាល់ភ្នែកពិតថតឲ្យមើលបងប្អូននេះគឺថារោគក្លែងបានគួយទេហើយទឹកក៏ហូរខ្លាំងមែនទេបងប្អូននោះឈើនោះគឺហូរមកហើយក៏បានទេជិបទៅនឹងជើងស្ពានបងប្អូននោះឃើញថាឈើនោះគឺធំមែនទែនហើយអូទេសភាពនិយាយតែបងប្អូនគឺថាវាស្រស់ស្អាតមែនទេហើយអ្នកបងត្រីក៏នៅតែបន្តបងហើយអ្នកដែលចង់ស្ទូចក៏យកស្ទូចទៅបងប្អូនហើយបន្ទាប់ពីហូបមួយសន្ទុះមកក៏បានជួបអ្នកស្គាល់គាត់មកលេងដែរហើយគាត់ថាគាត់មិនមានកន្លែងអង្គុយដែរអញ្ចឹងគាត់ក៏បានមានកៅអីយកមកពីផ្ទះបងប្អូនហើយក៏នាំគ្នាចង់ផ្លាស់ប្ដូរបរិយាកាសទៅអង្គុយលេងនៅក្នុងទឹកអង្គុយលើថ្មព្រោះបើយើងនៅខាងលើគឺគ្មានកន្លែងអង្គុយហើយណាមួយចង់ផ្លាស់ប្ដូរបរិយាកាសឲ្យកាន់តែសប្បាយរីករាយនិយាយទៅការដើរលេងគឺទៅកន្លែងសប្បាយប៉ុណ្ណាក៏ដោយបើយើងមិនចេះបង្កើតអាភាពសប្បាយរីករាយនោះគឺវាមិនសប្បាយទេចង់ចូលកន្លែងគេសប្បាយប៉ុណ្ណាបើយើងទៅអត់ចេះបង្កើតបរិយាកាសគឺស្មើនឹងមិនសប្បាយដែរហើយពូខ្ញុំគឺកាត់កាន់របស់ហូបមិនអោយរបូតពីដៃទេបងប្អូនព្រោះខ្លាចដួលព្រោះយើងដើរក្នុងទឹករៀងជ្រៅមិនថាជ្រៅមិនទេបងប្អូនគឺមកអាចអង្គុយបានហើយមានថ្មមានអីមើលទៅគឺវាពិតជាស្រស់ស្រាយខ្លាំងណាស់យើងអង្គុយលេងបណ្ដើហើយក៏ឆ្លៀតថតរូបរោគប្លង់ណាដែលស្អាតថតបណ្ដើហើយក៏អង្គុយជែកគ្នាលេងបណ្ដើចំណែកឯអ្នកអាំងសាច់ក៏នៅឯលើនេះអញ្ចឹងបងប្អូនហើយក៏
យើងហូបលេងមិនយូរប្រហែលគេក៏ចាញ់ទៅផ្ទះអស់ចំណែកខ្ញុំគឺនៅក្រោយគេបងប្អូនហើយក៏ដើរប្រមូលឬសម្រាមដើម្បីយើងដាក់ដុតមកកន្លែងហើយកញ្ចុះគេគឺស្អាតមែនទេបងប្អូនអាកញ្ចុះគេធ្វើប្រហែលម៉ូតនេះប៉ុន្តែហើយខ្ញុំក៏សូមសំណូមពរដល់បងប្អូនដែលអ្នកមកលេងទាំងអស់គ្នាសូមជួយថែរក្សាសម្អាតបរិស្ថានពេលដែលយើងចេញទៅវិញគឺយើងសូមរើសដាក់មិនថាដុតក៏បានដែលយើងរើសដាក់វាមកប្រមូលទុកដាក់មកកណ្ដុបឲ្យស្អាតមិនថាតែមកអតមិនថាតែទៅកន្លែងផ្សេងមិនថាតែនៅកន្លែងណាសូមយើងចូលរួមថែរក្សាសម្អាតបរិស្ថានទាំងអស់គ្នាឲ្យបានស្អាតព្រោះទីនេះវាពិតជាស្រស់ស្អាតខ្លាំងណាស់មិនស័ក្តិសមនឹងមើលទៅមានសារ៉ាមនោះទេហើយក៏បន្ទាប់មកទៀតពួកខ្ញុំក៏បានធ្វើដំណើរចេញមកវិញបងប្អូនហើយក៏ឃើញផ្ទះនេះគឺស្រស់ស្អាតមែនទេបងប្អូនដូចជាផ្ទាំងគំនូរដែលគេគូរសឹងនឹងមិនជឿពេលដែលឃើញផ្ទាល់ភ្នែកមើលទៅបងប្អូនដូចជាដេកយល់សប្តិអញ្ចឹងបងប្អូនពោលថាមិនជឿថាទេសភាពមើលទៅវាគួរឲ្យស្រស់ស្អាតបែបនេះណាបងប្អូនមើលទៅដូចជាឃើញគេគូររូបគំនូរតាមជញ្ជាំងចឹងឲ្យមើលបងប្អូនមើលចោះបងប្អូនហើយពួកខ្ញុំក៏បន្តធ្វើដំណើរមកមុខទៀតហើយវីដេអូហ្នឹងក៏បានបញ្ចប់ប៉ុណ្្នឹងហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាយ